ស្ដីប្រិមត្តជាទីគោរពនិងជាទីមេត្រីចានេះគឺជាទស្សនវិជ្ជាបងប្អូនយើងជីវករលក់ដូរនៅផ្លូវចំណកចុះទៅបឹងយ៉ាឡោមដែលទស្សនវិជ្ជានេះគឺមានទៀបប្រាំងមានទាំងបឺប៉ុន្តែគាត់ថាបឺនៅខាងនេះមិនទាន់ជាសបោនៅឡើយទេចាសបោច្រើនណានៅដើមដៃឡើយមានទាំងទឹកឃ្មុំមានទាំងម្រេចមានចេកចាដំណាំបន្លែដែលគាត់រកបានពីព្រៃមកចាលក់ដូរហើយចេកស្ងោរហើយចេកទាំងអស់នេះគឺថាផ្អែមណាស់ខ្ញុំក៏ដូចជាអ្នកដែលមកលេងជាមួយគ្នានឹងគឺថាបានភ្លក់រួចហើយមានទាំងឃ្មុំអាំងឃ្មុំដុតទៅទៀតណាបើសិនជាថៅកែគឺថាមានចានេះគឺតាមពពួកក្រៀមចាសិកោងៀតចានេះគឺជាច្រកផ្លូវចុះទៅបឹងយ៉ាឡោមនេះគឺជាទស្សនវិជ្ជានៅខាងក្រោមចានៃជំនាញបឹងយ៉ាឡោមឯងដែលខុសពីសៅអាទិត្យគឺថាមានភៀវមិនជាច្រើនប្រហែលទេចាទស្សនវិជ្ជាដូចតែបងប្អូនបានឃើញជាក់ស្ដែងនោះគឺជាសម្រាប់ទស្សនវិជ្ជាបឹងយ៉ាឡោមចាបើយើងមើលអញ្ចឹងគឺថាឃើញលក្ខណៈបឹងបែបហ្នឹងប៉ុន្តែបើសិនជាយើងថតពីលើស៊ូមទៅគឺនឹងឃើញបឹងនេះจะមានរឿងមូលដូចផ្ទះអញ្ចឹងនេះគឺជាធម្មជាតិនៅជុំវិញបឹងតិចទៀតនេះខ្ញុំនឹងនាំបងប្អូនទៅដល់ទស្សនានៅជុំវិញមាត់បឹងតិចតែមានសម្រស់ស្រស់ស្អាតយ៉ាងណាមានព្រៃភ្នំមានធម្មជាតិអីយ៉ាងណាទៅនារដូវប្រាំងដូច្នេះចាចុងខែ2ដើមខែ3នេះគឺអត់សូវមានទិដ្ឋភាពស្រស់ប្រងដូចនៅក្នុងរដូវកាលវស្សាប្រហែលទេមែនទេណាចាចុងខែកុម្ភៈដើមខែមីនាហ្នឹងប៉ុន្តែសម្រាប់បឹងនៅតែស្រស់ស្អាតដដែលចានេះផ្កាមួយយ៉ាងនៃដើមឈើដែលមើលទៅយើងស្រស់ស្អាតតើចាសម្រាប់បឹងយ៉ាឡោមនេះបើតាមដែលឮមកគឺថាអាចងូតទឹកបានតែហាមដោះខ្លួននឹងសាប៊ូឬមួយកក់សក់ណាចាព្រោះរក្សានៅសោភ័ណភាពទឹកបឹងនៅជុំវិញបឹងនេះគឺសុទ្ធសឹងតែជាធម្មជាតិរុក្ខជាតិដើមឈើដើមព្រៃធំដែលយើងមើលឃើញអញ្ចឹងគឺអញ្ចឹងហើយចាប៉ុន្តែគាត់ថាបើសិនជាយើងបានដើរនៅជុំវិញបឹងតែម្ដងគឺយើងនឹងឃើញថាតើធម្មជាតិនិងសម្រស់នៃរុក្ខជាតិដើមឈើទាំងអស់នោះមានសភាពបែបណាបន្តិចទៀតនេះខ្ញុំនឹងនាំបងប្អូនជើងទស្សនាអាចថាពាក់កណ្ដាប់បឹងតិចដើម្បីបានឃើញនៅស្ថានភាពនៃព្រៃជុំវិញបឹងញ៉ាំតិចសិនចាតោះបងប្អូនជានឹងទៅមើលនៅសម្រាប់បឹងធម្មជាតិរុក្ខជាតិបន្តិចទៅមើលចាសម្រាប់គឺមានធុងសម្រាប់ដាក់នៅខ្ញុំនោះក៏ចាប់បាននៅដបទឹកក៏ដូចជាកំប៉ុងដែលគេចោលនៅតាមផ្លូវឃើញក៏ចាប់យកមកបោះចោលនៅធុងសម្រាប់នេះបងប្អូនសូមដើរលេងនៅកន្លែងណាមួយរក្សានៅបរិយាកាសឲ្យល្អបំព្រងក៏ដូចជាបរិស្ថានឲ្យបានល្អផងណាចាសូមថង់ផ្លាស្ទិកកំប៉ុងអីហ្នឹងគឺថាដាក់ចូលក្នុងធុងសម្រាមទៅបើមិនចឹងកាន់នៅដៃសិនមិនជាធ្ងន់នេះប្រហែលទេណាជិះវិញចោលរប៉ាត់បាយប៉ុន្តែសម្រាប់បឹងដែលខ្ញុំនាំមិត្តភ័ក្តិពីរនាក់ដើរទស្សនាមើលតាមជនីមាត់បឹងនេះយើងឃើញថាមានចោលបន្តិចបន្តួចដែរអញ្ចឹងសំណពរបងប្អូនជើងស្រឡាញ់បរិស្ថានស្រឡាញ់ធម្មជាតិណាចាកុំចោលអ្វីប្រេះផ្ដាស់នេះគឺធម្មជាតិសាស្ត្រđấyរុក្ខជាតិស្លឹកឈើងប់ដែលវាធ្លាក់មកនៅលើដីជួយនេះគឺដើមឈើធំបើមើលនៅខាងក្រៅគឺថា2អោប3អោបដែរណាបងប្អូនមើលអញ្ចឹងទេចានេះគឺជាប្លង់មួយឃើញថាស្រស់ស្អាតគឺទិដ្ឋភាពនៅមាត់បឹងផ្ទាល់តែម្ដងចាមានដើមឈើងាប់ដោះលយទៅលើមាត់ទឹកនិងធម្មជាតិបំប្រងនៅខាងលើផង
គឺរំលេចនៅបឹងនេះស្រស់ស្អាតមែនតើចាឃើញថាដើមឈើងាប់រស់កងទៅលើទឹកចាដួលនៅលើទឹកប្រមនឹងទឹកនោះគឺថាស្រស់ស្អាតមែនតើជាផ្ទាំងទស្សនីយភាពមួយដ៏កម្រមើលទៅឃើញថាត្រជាក់ល្ហឹមតែម្ដងឯងចាព្រោះដើមឈើរុក្ខជាតិនៅប្រប់មាត់ទឹកដូច្នេះណាចាបានលោកដៃលោកមួយក៏ដាក់ជើងចូលទៅក្នុងទឹកមិនដឹងថាត្រជាក់ដូចទឹកអមរិតយ៉ាងណាទេព្រោះធម្មជាតិនៃបឹងនេះគឺมันមានអ្វីប្រែប្រួលទុកបុកម្នេញបឹងនេះទេបើតាមដែលឮមកណាគឺគេរក្សាបាននៅអនាម័យក៏ដូចជាបរិស្ថានធម្មជាតិបានល្អពិសាយើងឃើញប្លង់មួយនេះគឺស្រស់ស្អាតមែនទែនដើមឈើវាដួលហើយកងកាក់ដូចជារបងផ្លូវមួយអញ្ចឹងណាចាហើយវាដួលទៅកងនៅក្នុងបឹងហើយប្រក់ពីលើផ្លូវស្អាតមកយ៉ាងណាធម្មជាតិនេះពិតជាមនោរម្យមែនទែនអានេះវិញគឺថាធម្មជាតិមែនទែនហើយស្លឹកឈើឈូសមកលើដីគឺបង្កើតជាផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែកដ៏ល្អគួរជាទីរីករាយណាព្រោះនេះមិនមែនជាស្លឹកឈើដែលធ្លាក់មកដូចថា1 2ទេចាគឺក្រាលពេញទាំងដីតែម្ដងហើយបើកងកាក់លើគ្នាវិញមិនដឹងថាប្រហែលស្ទាប់អីទេ3 4ស្ទាប់ក៏មិនដឹងណាទស្សនវិជ្ជានេះគឺខ្ញុំខានឃើញយូរហើយតាំងពីក្មេងអាយុ8 9 10ឆ្នាំ12ឆ្នាំម្លេះរហូតដល់អាយុប៉ុណ្ណេះហើយណា20ឆ្នាំប្លាយ30ឆ្នាំទៅហើយអរគុណសម្រាប់ការទស្សនាបងប្អូន